ពីរបៀបក្នុងការ download ទិន្នន័យ NDVI យកទៅប្រើប្រាស់នៅក្នុងកម្មវិធី GIS ដូចជា Archie Q ឬក៏ Archie Pro នៅក្នុងនេះគឺខ្ញុំមានកូដមួយដែលទាញចេញពី Google Earth Engine អ្នកនរគ្នាអាចទៅជាស្គាល់សម្រាប់អ្នក GIS ខ្ញុំមានកូដនេះគឺជាកូដboundary របស់ទីក្រុងភ្នំពេញទាំងមូលហើយនេះជា function cloud mass function ហ្នឹងដែលខ្ញុំប្រើប្រាស់ហើយខ្ញុំប្រើទិន្នន័យ Sentinel-2A នៅក្នុងនេះអ្នកនរគ្នាប្រហែលជាស្គាល់ហើយនេះជាទិន្នន័យដែល Sentinel-2A ដែល band ទាំងអស់ហ្នឹងតមកទៀតគឺខ្ញុំគណនា NDVI ដែលយើងមានរង្វង់មួយគឺដាក់ថា normalize difference ហ្នឹងហើយយក band 8 និង band 4 NDVI ហើយនៅក្នុងហ្នឹងគឺខ្ញុំមាន NDVI listening គឺមានន័យថាជាតម្លៃ minimum maximum ហើយនឹង color របស់វាមាន3 color ហ្នឹងហើយបន្តមកទៀតគឺខ្ញុំ add map អញ្ចឹង add map គឺមានន័យថាខ្ញុំ add map របស់ NDVI នៅផ្នែកខាងលើដែលខ្ញុំវិភាគបន្តមកទៀតគឺខ្ញុំធ្វើការ export code export អញ្ចឹងតម្លៃរបស់ NDVI គឺកម្រិតភាពច្បាស់វាគឺ10 ម៉ែត្រក្នុងនេះគឺខ្ញុំដាក់ថា PP ភ្នំពេញ NDVI ឆ្នាំ2025ខ្ញុំប្រើ25អូខេហើយអ្នកនរគ្នាចុច run ទៅគឺនឹងចេញ NDVI ឲ្យក្រុងភ្នំពេញអានេះជា Sentinel 2ហើយ layer ខាងលើនេះគឺ NDVI យើងហើយខ្ញុំចុចកន្លែង test នេះគឺវា load ពណ៌ទៅក្រូចអញ្ចឹងចុចទៅហើយយើងមើលពាក្យ PP NDVI 2025នេះដែលខ្ញុំដាក់ឈ្មោះឲ្យខាងក្រោមនេះហើយអ្នកនរគ្នាចុច run ទៅយើងយក default វាទៅហើយកន្លែងនេះគឺជា GeoTIFF អញ្ចឹងជា raster image អញ្ចឹងចុច run អ្នកនរគ្នារងចាំរហូតដល់វាពេញកន្លែងនេះឃើញវាដាក់សញ្ញា crease អញ្ចឹងវាពេញអញ្ចឹងដល់ពេលពេញតើយើងទៅរកនៅកន្លែងណាយើងអាចចូលមកកន្លែង email របស់យើងចូលផ្នែកខាងក្រោមនេះហើយជ្រើសរើស Google Drive នៅពេលដែលវាពេញវានឹង export ទៅកាន់ Google Drive អញ្ចឹងនៅពេលដែលអ្នកនរគ្នា export ពេញវានឹងឃើញនៅផ្នែកខាងនេះនៅពេលដែលវាបានវានឹងលោតសញ្ញាអញ្ចឹងគឺខ្ញុំចាំយូរដែរអ្នកគ្នាអាចចាំត្រឹម10នាទីទៅអាស្រ័យទៅលើទំហំរូបភាពរបស់យើងហើយខ្ញុំ refresh វាមួយអ្នកគ្នានឹងឃើញ PPNDVI នេះនៅផ្នែកខាងខ្ញុំចុច tray 3នេះខ្ញុំ download ទៅអញ្ចឹង download ទៅវាចូលទៅកន្លែង download របស់យើងនៅក្នុង desktop computer យើងវានឹង load ចូល